ở dòng tên cái brand chấm tí Emiliano Martinez sai cà pi Nico Gonzalez miền Marco Senesi Nicolas Otamendi cho mình nâng Gleno Simeone tận lẹ một lên cà pi slap bấm ra buôn rục miền Giovanni Lo Celso miền Palacios Leandro Paredes cho mình nâng Nico slap hàng đầm phải chốt pi rụcในខាងលើ Julian Alvarez ជាមួយនឹង Lautaro Martinez អត់មាន Lionel Messi ទេប្រព័ន្ធលេងរបស់សង់ទីនគាត់ប្រើ4-4-2បើដឹកនាំដោយអ្នកចាត់ការទូទៅលោក Lionel Scaloni ពីកូស្រូចូលទៅខាងក្នុង Julian Alvarez ស្រូមក Leandro Giovanni Lo Celso offside អាយយល្អពេកហើយបងប្អូនយើងហើយនេះទស្សនាម្ដងទៀតបងប្អូនយើងហើយស្រូចូលទៅខាងក្នុងoffside Julian Alvarez offside បងប្អូនយើង offside ទេនេះតត FA ទៀតពី Giovanni Lo Celso Giovanni Lo Celso Giovanni Lo Celso nè អត់មានលេងសើចជាមួយទេមួយក្របដំបង Giovanni Lo Celso Lionel Messi ញ៉ាំខ្ជិបតែម្ដងយ៉ាបងអូនក្រនបើវិញ Giovanni Lo Celso 1-0 បាល់ free kick នេះស្អាតយកទៅមែនតើថើប logo មកក្រុមជម្រើសជាតិរបស់ខ្លួនទៅទៀត14នាទី Giovanni Lo Celso អ្នកចាំទីប្រេខាងរនាំងដល់ពេលគាត់ទាត់នោះខាងមុំរបស់អ្នកចាំទីណលលេងឆេញ1-0 អែមហួបងប្អូនយើងមិនត2គ្រាប់តំណងដែរនេះ 3-0 ល្មមបាទ Giovanni Lo Celso គ្រាប់បាល់របស់គាត់ដំបូងហើយនៅក្នុង FIFA World Cup នេះបាទមកក្របមានឱកាសលេង11នាក់បាទប្រឹងលេងទៅចូលវគ្គ32ក្រុមងាយទេបាទមួយហើយបងប្អូនមួយហើយ27នាទី Leandro Paredes តំណងណានេះកន្លះ Otamendi តម្លាក់ទៅខាងក្រោមឲ្យទៅណាគេនេះ Gleno Simeone Tagliafico ភ្លឹបជួយបានម្ដងទៀតអូយអ្នកចាំទីជួយបានមុននឹងរបាទីឥឡូវនេះហើយអ្នកចាំទីជួយបាន Yazid Abdoulaye មើលទស្សនាម្ដងទៀតបងប្អូនយើង Gleno Simeone ឲ្យទៅ Tagliafico អត់មាន offside ទេរបាទីជួយតែតមកក្បាលទៀត Marco Senesi Lautaro Martinez ពឹងរបាទីហើយក៏តែតម្ដងទៀតជួយបានពី Abdoulaye Yazid Abdoulaye អត់មកយាយចំឆែក VR ទៀតបាត់ហើយគ្រូកំហុសអ្វីទៅលោកគ្រូលើកជើងខ្ពស់ហ៎ Marco Senesi ប៉ះអីទៅ Marco Senesi ណែអូអត់មានត្រូវបាល់ផ្លាប់មកជើងកណ្ដាលមុខដល់កបាត់ហើយផ្លាប់អូពេលបាត់ហើយមិនបាច់គិតយូរទេចឹងនោះLautaro Martinez ប្រកួតមុនអត់មានក្របបាល់ទេមានតែ Messi Lautaro Martinez ទៅហើយLautaro Martinez គោល 2-0 too easy Lautaro Martinez ពេលហ្នឹងទីហ្នឹងឯងLautaro Martinez វាចាស់ក្របបាល់ទី2ការតបបាល់ពេលហ្នឹងទីអត់ឲ្យផ្លត់ទេអែមហួអាយ៉ាអស់រលីងបាទក្របបាល់ទី1របស់ Lautaro Martinez ដាច់ចកេះផឹងអ្នកចាំទីរបស់ Zordani Yazid Abdoulaye បាទប្រធានក្រុមរបស់ Inter Milan មិនអោយខកបំណងបងប្អូនប្រិមិត្តទេ
ផ្លាប់ដែលជាគេភឹង too easy បាទបងប្អូនយើងខាងអូទ្រីសក៏មានមកគ្រាប់អញ្ចឹងបាទថ្ងៃនេះខ្ញុំឲ្យគូបងក្រោយនេះដូចជាតំណងដែរលេងអសង់ទេន2គ្រាប់ដាច់ហើយលេងសូនស្មើទេជាមួយនឹងក្រុមជម្រើសជាតិអូទ្រីសបាទលើកបាល់ free kick ទៅឲ្យតាច់មកក្បោអាយ៉ូនីកូឡាស់អូតាម៉ាន់ឌីអាប្អូននេះថាចំមើលពូឌីមិនតែអត់ចំអញ្ចឹងពូឌីអូយបាល់អបសាយតែអេប៊ីសមកគ្រាប់ទៀតនីកូឡាស់អូតាម៉ាន់ឌីកាច់មកដាល់ហ្នឹងណាទៅ Lautaro Martinez មកទៀតហើយ Lautaro Martinez ដោយទឹកបាក់តនុបអញ្ចឹងឲ្យទៅ Julian Alvarez អាយេឃ្លៀបាល់ចេញទៅខាងក្រៅបាល់ជ្រុងក្រុមជម្រើសជាតិអសង់ទីនគ្រូបាល់ជ្រុងជុំអូឡូសេសូលឿនណាស់ឡូសេសូ3គ្រាប់កន្លែងហ្នឹងឡូសេសូឲ្យទៅ Lautaro Martinez ដាក់ Lautaro Martinez អូ Lautaro Martinez រំលងរបស់ទីឡើងទៅខាងលើទៀតបងប្អូនយើងថាសុំមួយទៀតមកនេះ Lautaro Martinez រំលងរបស់ទីអូយប៉ះធ្លាក់ទៀតណាតែមេស៊ីអាយ៉ាលេងពីក្រុមជម្រើសជាតិហ្សដានីទាញហើយក៏ឲ្យទៅស្លាប់ខាងស្ដាំមកឲ្យកាត់ចូលភ្លឹបគោអាយ៉ូតាមមកមួយបាត់ហើយលេខ10ក្រុមជម្រើសជាតិហ្សដានីមូសាតាម៉ារី2-1ធ្វើឲ្យមេស៊ីកាន់តែក្តៅដែរជុំមកពួកនេះគឺផ្កើនឃើញមេស៊ីប្រុងដូរចូលក៏ផ្កើនដែរតិចអបសាយបាល់នេះអត់ទេចុះកន្លែងកាត់កន្លែងនេះអើយអត់មានអបសាយដែរភ្លឹបធ្លាយបាត់ហ៎អ៊ីមីឡាណូម៉ាទីណេសតបធ្លាយមកគ្រាប់ហ្នឹងឯងអ្នកស្ទាត់ចូលនេះបាទអ៊ំស៊ីពោមកបានមកគ្រាប់វិញមកចូល over បងប្អូនអ្នកវាយចប់បាត់ហើយអ្នកវាយទៅ Lionel Messi អូរំលងរបស់ទីឡើងទៅខាងលើណោះណែ Lionel Messi អូយបងប្អូនយើងគ្រាន់តែ Messi ចូលបងប្អូនយើងមកមើលច្រើនដល់កហើយមកចិត្ត 8k ហ្នឹងគឺដឹង Leo Messi goal 3-1ដាច់ over 3-1 Lionel Messi បាទម្ចាស់គ្រាប់បាល់ទី3ណេះកន្លែងរៀបចំហើយនេះទាត់យកកន្លែងទៅលាអ្នកចាំទីគាត់ប្រេបាល់លើខាងនេះដល់ពេលមេស៊ីគាត់ទាត់ក្រោមមកក៏បាទអ្នក over នេះបងប្អូនអ្នក over នេះអ្នកវាយនៅកណ្ដាលអ្នកវាយអ្នក over គឺសบายចិត្តហើយបាទអាយ៉ូគ្រាន់តែទាត់មេស៊ីទាត់ចូលភ្លាម view ឡើងភ្លាមអេបាទចប់ម៉ោងបាត់ហើយយើងនោះស្មើបាត់ឯហ្នឹងអូទ្រីសជាមួយនឹងអាល់ហ្សេរីអញ្ចឹងចែកគ្នាទៅចែកគ្នាម្នាក់មកបន្ទុកប្រគ្រប់4បន្ទុកឡើងទាំងពីរយើងនេះគឺចប់ម៉ោងដែរគឺលទ្ធផលផ្លូវការ3-1លទ្ធផលការប្រកួតជុំទី3ពីរង្វាន់ FIFA World Cup ពីរង្វាន់ពិភពលោកឆ្នាំ2026នេះបាទអស់ហើយបងប្អូនយើងឃើញជាក់ស្ដែងអញ្ចឹងអសង់ទីនគាត់9បន្ទុកពេញពីការប្រកួត3ប្រកួតនៅក្នុងពូល
ចឹងអត់មានអីពិបាកទេគាត់ឡើងទៅហើយប៉ះ covered